នេះបងប្អូនណានេះជាពាក្យសម្គាល់វត្ថុឬរបស់ប្រើប្រាស់នៅក្នុងផ្ទះបាទប៉ុន្តែនេះនៅក្នុងបន្ទប់គេបាទបងប្អូនមើលណានេះមានពាក្យរហូតដល់27ពាក្យតែអញ្ចឹងគ្រូអានឲ្យមួយផ្លែតដើម្បីនេះលោកគ្រូអានឲ្យមួយផ្លែតនេះពាក្យគេបងប្អូនឃើញទេmirror កញ្ចក់ dresser ទូខោអាវមានគ្រឿងសម្បត្តិសម្អាង drawer ថតតុថតទូ closet ទូបញ្ជូរខោអាវ curtains លឹងនន window shade រនាំងបាំងបង្អួច photograph រូបថត bed គ្រែ pillow ខ្នើយ pillowcase ស្រោមខ្នើយ bedspread កម្រាលពូកតាមពិតវាជាកម្រាលរបស់គ្រែបើយើងដាក់ពូកពីលើទៅវាបកអញ្ចឹងទៅ blanket ភួយ flat sheet កម្រាលពូកអាខាងលើ fitted sheet កម្រាលពូកអាខាងក្រោម headboard ក្បាលគ្រែក្បាលគ្រែតើតើណាតុកដែលយើងដាក់លើក្បាលគ្រែហ្នឹងដាក់សភៅដាក់អីហ្នឹង clock radio វិទ្យុមាននាឡិកាបងប្អូនមើលចាំមើលរូបទៅ lamp ចង្គៀងឬអំពូលប្រឈរហ្នឹង lamp shade គម្របចង្គៀងដែលយើងប្រឈរហ្នឹងគេមើលលេខ18ស្អីគេ light switch កុងតាក់ភ្លើងsorry ទៅបាត់ចយបងប្អូន outlet កន្លែងដោតភ្លើងឬឌុយបងប្អូនណាកន្លែងយើងដោតឌុយហ្នឹង nice tables កូនតុដាក់ចិត្តក្បាលគ្រែ dust ruffles កំរាលរំលេចជាយបងប្អូនណាយើងរំលេចជាយចាំគ្រូបង្ហាញហ្នឹងអីគេ rug កំរាលព្រំ floor កំរាលឥដ្ឋ mattress ពូក and last two here box spring ប្រអប់ទ្រនាប់ពូក and the last one bed frame អូខេក្របគ្រែ frame អញ្ចឹងបងប្អូនមើលរូបទៅបងប្អូនយល់ហើយបាទពាក្យខ្លះវាអត់ចាំបាច់ចេះទេយើងបាច់ចាំបាច់ចេះទេប៉ុន្តែវាដាក់មកហើយយើងរៀនទៅយើងចេះសំខាន់ពាក្យខ្លះអត់សូវប្រើនេះបងប្អូនមើលនេះរូបរបស់គេកន្លែងណាយើងអត់ស្គាល់យើងមកមើលរូបហ្នឹងទៅនេះបងប្អូន copy លេខ17នេះអា lamp ជាគៀងប្រឈរនេះអាមានមួកដូចមួកនេះសម្រាប់ក្របភ្លើងហ្នឹងបងប្អូនឃើញទេណាបាទចឹងពេលខ្លះពាក្យខ្លះយើងអត់ចេះទេអានេះអាផាយកម្រាលមានអាជាយហ្នឹងលេខប្រហែលអាហ្នឹងលេខ22កម្រាលរំលេចជាយនេះវាដាក់ជាយកម្រាលបើគិតទៅណាអូខេបងប្អូនតែប៉ុណ្្នឹងទេ